សួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការនិទានរឿងព្រេងបុរាណខ្មែររឿងនិទានព្រេងខ្មែរដែលតាក់ទងនឹងកូនមិនបំរើឪពុកដែលមានចំណងជើងថាកូន4នាក់មិនបំរើឪពុកកាលកន្លងទៅហើយមានបរិសម្នាក់ជាអ្នករកស៊ីលក់ដូរមានធនធានគ្រាន់បើគាត់មានកូនប្រុស4នាក់មានអាយុគ្រប់ការទាំងអស់គ្នាក្រោយពីពេលដែលប្រពន្ធអនិច្ចកម្មទៅគាត់ទ្រាំនៅជាពុកម៉ែពុំយកប្រពន្ធទេនៅជាមួយនឹងកូនប្រុសអស់រយៈពេល1ឆ្នាំមានការលំបាកដោយខ្វះស្រីមេផ្ទះជាអ្នកចម្អិនអាហារនិងជួយមើលថែទាំរបស់ទ្រព្យកំពេចកំពប់ក្នុងផ្ទះគាត់ក៏រៀបការប្រពន្ធឲ្យកូនច្បងហើយយកកូនប្រសារស្រីមកនៅជាមួយចែកទ្រព្យអស់មួយចំណែកឲ្យដាច់ស្រឡះទៅកូនច្បងរួចទៅលុះរំលង1ឆ្នាំក្រោយមកគាត់រកប្រពន្ធឲ្យកូនទី2ចែកទ្រព្យមួយចំណែកឲ្យដូចគ្នាតមកគាត់រៀបការកូនទី3ចែកទ្រព្យមួយចំណែកឲ្យទៀតលុះដល់ឆ្នាំជាគម្រប់4ក៏រៀបការឲ្យកូនទី4ចែកទ្រព្យមួយចំណែកទៀតដែរនៅសល់តែផ្ទះមួយខ្នងពុំបានចែកគាត់នៅទាំងអស់គ្នាដែលគាត់ចែកទ្រព្យរបស់ឲ្យអស់លលិញពីខ្លួនដូច្នេះមកពីគាត់គិតថាឲ្យស្រឡះខ្លួនគាត់ហើយនៅទំនេរសៀមចាំឲ្យកូនរកស៊ីចិញ្ចឹមវិញរហូតដល់ស្លាប់ប៉ុន្តែគំនិតគាត់គិតនេះខុសស្រឡះកាលដែលគាត់នៅជាមួយកូនប្រុសទាំង4នាក់កូនទាំងនោះស្រឡាញ់បងប្អូនណាស់ពុំដែរបែកគំនិតពីឪពុកនិងបងប្អូនឡើយលុះបានប្រពន្ធមករៀងខ្លួនហើយក៏បែកចិត្តគំនិតផ្សេងពីគ្នានៅរួមជាមួយគ្នាពុំសូវបានចុះសុខចេះតែស្គៀបរមាស់បន្តិចទាស់នេះបន្តិចទាស់នោះក៏នាំគ្នាចុះចេញពីផ្ទះកំណើតទៅសង់ផ្ទះនៅទីតីពីគ្នាអស់ចោលឪពុកពូម៉ាយឲ្យនៅតែឯងឯកាអនាថាកាកូនទាំង4នាក់ទៅនឹងចុះចេញពីផ្ទះឪពុកថ្មីនៅហុចបាយហុចចំណីតើឪពុកបន្តិចបន្តួចរាល់ថ្ងៃលុះមានកូនខ្ចីគ្រប់គ្នាជួនពេលប្តីរវល់ដើរជួញដូរស្រុកឆ្ងាយភរិយានៅផ្ទះអាំងតែប្តីមិននៅនឹងអាចមានកូនខ្ចីផងក៏បង្អង់ជូនបាយទឹកឪពុកក្មេកដោយខ្លះគិតថាប្រហែលប្អូនគេឲ្យហើយខ្លះគិតថាបងឯណោះគេឲ្យហើយកូនប្រសានាំគ្នាគិតដូច្នេះតែរៀងខ្លួនយូរទៅយូរថ្ងៃទៅតាមតាអត់បាយមួយពេលក៏មានមួយពេលក៏មានវេលាប្តីមកពីរកស៊ីវិញដឹងនេះដឹងរឿងរ៉ាវនេះបានស្ដីបន្តប្រពន្ធនាងភរិយាខ្លាចដល់សារថាកូនឈឺខ្លាចថាពុំនៅជាប់រវល់ទៅជួយញាតជិតខាងស្រេចតែប្រពន្ធដឹកមុខយ៉ាងណាប្តីតាមទាំងអស់ចំណែកតាពូម៉ាយអត់បាយគ្មានសម្ពុតអាវស្លៀកពាក់ដល់ថ្នាក់ដើរសុំទានគេបរិភោគរងទុក្ខវេទនាពន់ពេកនឹងលក់ផ្ទះចាស់ពុំបានថ្លៃប៉ុន្មានផងហើយគ្មានជ្រកនៅផងកាលនោះមានបរិសម្នាក់នៅកំឡោះមានចិត្តសប្បុរសហើយជាអ្នករៀនសូត្រចេះដឹងច្បាប់ទម្លាប់ស្គាល់គុណទោសច្រើនផងផ្ទះនៅចិត្តភូមិ
គ្នាដើរមកឃើញតាវេទនាដូច្នោះមានចិត្តអាណិតក្រៃពេកក៏សួរថាលោកតាអើយខ្ញុំធ្លាប់ឃើញលោកតាពីដើមជាអ្នកមានគ្រាន់បើឪពុកដែរក៏ធ្លាប់ទីពឹងលោកតាខ្លះដែរម្ដេចក៏ឥឡូវលោកតាវេទនាខ្លាំងម្ល៉េះរ៉េញលោកតាមានកូនប្រុសដល់ទៅ4នាក់កូននោះវាមើលបំណាំមិនថែទាំលោកតាសោះក្រែងទ្រព្យរបស់លោកតាមានសល់ទុកខ្លះដែរឬយ៉ាងម៉េចបានជាលោកតាមិនយកទៅទិញគ្រឿងបរិភោគប្រើប្រាស់តាចាស់ប្រាប់ទៅវិញថាអូលោកចៅអើយលាក់បាំងអីពីដើមតាមានទ្រព្យគប់ច្រើនគ្រាន់បើដែរពិតមែនប៉ុន្តែតាអាណិតស្រឡាញ់កូនពេកក៏ចែកឲ្យវាគ្រប់គ្នាអស់រលែងពីខ្លួនទៅគិតថាឲ្យវាចិញ្ចឹមវិញឥឡូវពួកវាមានប្រពន្ធហើយថែមទាំងមានកូនទៀតវាឃើញឯងអត់ទ្រព្យរលែងពីខ្លួនវាអត់នឹកនារកតាសោះវាតាមតែប្រពន្ធវាទាញទៅចូលរុនក្តាមក៏វាចូលដែរខ្លួនតាសពថ្ងៃឈឺផងនៅម្នាក់ឯងម៉ងវេទនាជាទីបំផុតដេកសម្រក់ទឹកភ្នែកជោកខ្នើយអស់ទៅហើយបាយព្រឹកជាបាយល្ងាចជួនកាលអត់មួយពេលក៏មាននឹងធ្វើការរកស៊ីអ្វីក៏មិនកើតពីព្រោះចាស់ជរាគ្រាន់តែដើរស្ទើរមិនរួចទៅហើយដូចលោកចៅឃើញស្រាប់ហើយតាដេកចាំតែដល់ថ្ងៃស្រាប់ទេចៅកំឡោះលន់មាត់ថាយីអើកូនតាមានចិត្តអាក្រក់ដល់ម្លឹងណោះបើអញ្ចឹងលោកតាកំភៃខ្ញុំមានឧបាយកលមួយជួយឲ្យលោកតាបានសុខកាយសប្បាយចិត្តដូចពីដើមវិញលោកតាត្រូវធ្វើតាមខ្ញុំឲ្យលោកតារកពាក្យមានមាត់តូចល្មមមួយជួអាចនឹងនោមឲ្យពេញហើយរកកំណាត់សម្ពុតរុំបិទមាត់ឲ្យចិត្តជីកកប់ក្នុងដីចិត្តជើងសសរទ្រង់ផ្ទះហើយបើមានអ្នកណាដើរមកឲ្យលោកតានិយាយប្រាប់គេថាខ្ញុំនៅសល់កំណប់មាសប្រាក់មួយពាងកប់ទុកពុំទាន់ចែកឲ្យកូនណានៅឡើយចាំមើលកូនណាបានចេះដឹងគុណបើខ្ញុំចិត្តស្លាប់ខ្ញុំនឹងប្រគល់ទៅឲ្យកូននោះលោកតានិយាយប្រាប់មនុស្សដែលជួបគាត់កំខានក្នុងរយៈប៉ុន្មានថ្ងៃខែខាងមុខនេះកុំឲ្យលោកតាដើរសុំទានគេទៀតចាំខ្ញុំយកបាយទឹកមកជូនពិសាកុំព្រួយបារម្ភអីតាចាស់ក៏តាំងចិត្តធ្វើតាមចៅចិត្តសប្បុរសទាំងអស់លោកបានប្រហែល5ថ្ងៃសម្ដីតាបានដឹងដល់កូនប្រុសនិងកូនប្រសាទាំង8នាក់វាមានចិត្តលោភលន់ចង់បានកំណប់តែរៀងខ្លួនក៏នាំគ្នាយកបាយទឹកនំចំណីផ្លែឈើទុំខ្ចីគ្រប់មុខនិងខោអាវក្រមាមកគប់គុណជូនតាឪពុករៀងរាល់ថ្ងៃពុំមានខ្វះថ្ងៃណាឡើយតាចាស់បានជាសះរោគមានសាច់ឈាមស្រស់បោះមានកម្លាំងពលំសុខកាយសប្បាយចិត្តតាំងពីថ្ងៃនោះមករហូតដល់អស់អាយុលោកតាស្លាប់ហើយកូនចៅក៏នាំគ្នាធ្វើបុណ្យអាថឹកអាធមតាមទំនៀមទម្លាប់រួចស្រេចកូនទាំង4នាក់និងកូនប្រសាគិតនាំគ្នាគោះពាងកំណប់ចែកគ្នាប៉ុន្តែក្រែងចែកមិនស្មើភាគនាំគ្នាឆ្លោះប្រកែកក៏ទៅរកគ្រូមកឲ្យជួយចែកលោកគ្រូនោះទទួលព្រមប៉ុន្តែគាត់ឮថាកំណប់មានប្រាក់ច្រើនដល់ទៅ1ពាង
គាត់ចង់បានមួយចំណែកដែរហើយគាត់គិតក្នុងចិត្តថាគាត់ធ្វើជាមេចំណែកត្រូវបានច្រើនជាងកូនចំណែកផ្សេងផងគាត់ក៏ដើររូតរះមកដល់ផ្ទះកំណប់ភ្លាមតាំងយកភួយធំមួយមករុំជូតក្បាលធំតឹងមើងធ្វើឲ្យខុំកណ្ដាលដូចគេទូលជើងឆ្នាំងផ្ងាក៏តាំងអង្គុយពេនភ្នែនលើដីរៀបរលិញភ្នែកសង្រួមថ្មឹងសមាធិឈរមុខត្រង់ទៅទិសខាងកើតហើយគាត់ប្រាប់កូនទាំង4នាក់ឲ្យទៅគាត់យកពាងកំណប់មកប៉ុន្តែគាត់ហាមថាកុំអាស្រ័យមាត់ពាងក្រែងខុសត្រណមចាំគាត់បង្គាប់សិនលុះយកពាងមកដល់ហើយគាត់ក៏ឲ្យកូនទាំង4នាក់ឈរគ្រប់ទិសទាំង4ភ្នែកយកដៃទាំងអស់គ្នាចាប់លើកពាងទ្រស្ទួយបិទទូលើកក្បាលហើយសឹមស្រាយចំណងមាត់ពាងនាំគ្នាផ្អៀងមាត់ពាងស្រោចកំណប់មកលើក្បាលគាត់បើកំណប់ជ្រុះទៅទិសណាប៉ុន្មានត្រូវបានទៅឈរកំណាន់ទិសនោះបើកំណប់ណានៅសល់ទៅលើឆ្នូតក្បាលគាត់ត្រូវបានរង្វាន់លោកគ្រូទាំងអស់កូនទាំង4នាក់ក៏ចាប់ធ្វើតាមបង្គាប់លោកគ្រូមិនហ៊ានឲ្យលៀងភរិយាទាំង4នាក់ឈរកាន់កញ្ជើរៀងខ្លួនចាំកើបក្នុងពេលដែលចែកកំណប់នោះមានអ្នកស្រុកជិតខាងទៅចាំមើលផងដែរនិមិត្តតែគេលើកពាងបិទទូលរួចស្រាយមាត់ពាងផ្អៀងចាក់ឈូមកទឹកម៉ាំត្រាំលាមកច្រើនខួបហូរឈូស្រោចលើក្បាលលោកគ្រូពេញកំពុងហើយខ្ទាតបាច់សាច់ចេញទៅគ្រប់ទិសប្រឡាក់ប្រឡោះពីពេញមុខគាត់នឹងសម្ពុតអាវរហូតដល់នាងប្រពន្ធទាំង4នាក់ទៀតលោកគ្រូបានចំណែកច្រើនជាងគេធំក្លិនខ្មោះថាមិនត្រូវគេឃើញលោកគ្រូស្រមើបាត់មុខមាត់រូបរាងអស់ខំក្រោបឡើងសោះក៏ក្រោះខ្មាស់អស់ពួកបរិស័ទដែលចូលចាំមើលពួកបរិស័ទក៏ផ្អើលខំរត់ប្រញាប់ចេញប្រដេញគ្នាទៅផ្ទះរៀងខ្លួនទើបលោកគ្រូស្រែកជេរកែសំនួនទៅកូនទាំង4នាក់និងកូនប្រសាថាខ្មោចមេដែងអាដែងទាំងអស់គ្នាអាម៉េចអស់នេះបានធ្វើបាបខ្មោចឪពុកវាច្រើនណាស់ហើយមើលទៅបានជាកំណប់មេប្រាក់អន្តរាយខ្លាយទៅជាអាចនោមប្រឡាក់ខ្លួនអញអស់ដូច្នេះយីខ្មោចអាផេះមេផេះអស់នេះខូចមែនលោកគ្រូនឹងកូនសិស្សនាំគ្នារត់រហូតលោតទម្លាក់ខ្លួនទៅក្នុងទន្លេប្រងខំត្រាំទឹកលាង1ម៉ោងម្នាក់រួចនាំគ្នាឡើងទៅលើផ្ទះរៀងខ្លួនបានសេចក្តីក្តៅក្រហាយស្ដាយក្រោយខ្មាស់គេតកូនតចៅបើសិនជានាងខ្ញុំមានការខុសឆ្គងសូមខន្តីបៃតងលោកកំហុសឆ្គងសូមចំណេញណាមួយសូមអរគុណ